ឯកឧត្តមចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាកម្ពុជាឡាវវៀតណាមលើកទី3ក្រោមមូលបទសុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពដែលបានរៀបចំឡើងដោយក្រសួងធម្មការនិងសាសនាសហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈនៅសន្តាគារកម្ពុជាយ៉ាណាដោយមានការយាងនិមន្តនិងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គគណៈប្រតិភូនៃប្រទេសឡាវដឹកនាំដោយឯកឧត្តមខឿងខំកៅនុច័ន្ទអនុរដ្ឋមន្ត្រីនិងជានាយករងទីស្តីការនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងគណៈប្រតិភូវៀតណាមដឹកនាំដោយឯកឧត្តមងវៀនហៃជុងអនុរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិនិងសាសនានៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្លែងនៅក្នុងពិធីនោះឯកឧត្តមចៃបូរិនបានកោតសរសើរនិងវាតម្លៃខ្ពស់ចំពោះសមាជិកសមាជិកានៃកិច្ចប្រជុំទាំងអស់ដែលបានចូលរួមចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ជាច្រើនយ៉ាងសកម្មប្រកបដោយភាពរស់រវើកញ៉ាំងឲ្យកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់តាមការរំពឹងទុកហើយបានអនុម័តសេចក្តីប្រកាសរួមបង្ហាញពីយន្តការការពារនិងការលើកកម្ពស់បេតិកភណ្ឌព្រះពុទ្ធសាសនាដោយសង្កត់ទៅលើការរក្សានៅទីកន្លែងវប្បធម៌ទីសក្ការៈបូជាការលើកកម្ពស់ការអប់រំការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ Digital សម្រាប់ការអប់រំការចែករំលែកនូវគុណតម្លៃពុទ្ធសាសនាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសហគមន៍ពុទ្ធសាសនាក្នុងប្រទេសកម្ពុជាឡាវនិងវៀតណាមតាមរយៈការរៀបចំព្រឹត្តិការណ៍រួមគ្នាការចែករំលែកធនធាននិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតាមពុទ្ធសនមាគ៌ាការរក្សាភាពសុខដុមរមនាព្រមទាំងការពង្រឹងកិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពឯកឧត្តមរដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថាកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី3នេះនឹងក្លាយជាកាលានុវត្តភាពសម្រាប់គណៈប្រតិភូទាំង3ប្រទេសយកសេចក្តីប្រកាសរួមដាក់ចេញនៅផែនការសកម្មភាពអាទិភាពជាក់ស្ដែងសម្រាប់ប្រទេសរៀងៗខ្លួនដើម្បីបន្តថែរក្សាសុខដុមនីយកម្មព្រះពុទ្ធសាសនានៅក្នុងការរក្សាសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពប្រកៀកស្មារគ្នាអភិវឌ្ឍព្រះពុទ្ធសាសនានៅក្នុងប្រទេសទាំង3កម្ពុជាឡាវវៀតណាមនិងពិភពលោកក្រោមដំបូលសន្តិភាពនិងសុខដុមនីយកម្មនៅក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីសូមសម្ដែងនៃការអបអរសាទរយ៉ាងឃ្លាវខ្លាបំផុតចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំគណៈប្រតិភូនិងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃដ៏មានសារៈសំខាន់ជាតម្លៃប្រវត្តិសាស្ត្រកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមដូណាល់ ជេត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនិងជាប្រធានអាស៊ានបដូវវេនធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពនេះជាជោគជ័យដ៏ត្រចះត្រចង់នៃផ្នែកការទូតនិងជាការបង្ហាញនៅឆន្ទៈដ៏មោះមុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនៅក្នុងការការពារសន្តិភាពស្ថិរភាពនិងផលប្រយោជន៍ជាតិតាមរយៈការចរចានិងដោះស្រាយបញ្ហាដោយសន្តិភាពហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតីដូណាល់ ជេត្រាំនិងឯកឧត្តមនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានខិតខំប្រឹងប្រែងដើម្បីគាំទ្រសន្តិភាពរវាងកម្ពុជាថៃក្នុងនោះក៏មានការសម្របសម្រួលស្វែងរកសន្តិភាពអំពីថ្នាក់ដឹកនាំអាស៊ានចិននិងប្រទេសដៃគូនានាផងដែរសូមជម្រាបជូនថាកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា3ប្រទេសកម្ពុជាឡាវវៀតណាមបានប្រារព្ធធ្វើបដូវវេនរៀងរាល់2ឆ្នាំម្ដងដោយលើកទី1ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2018នៅទីក្រុងវៀងច័ន្ទនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលើកទី2ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី26ខែធ្នូឆ្នាំ2023នៅទីក្រុងហូជីមីញនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងលើកទី3នេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី28ខែតុលាឆ្នាំ2025
នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាដោយឡែកសម្រាប់កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា3ប្រទេសលើកទី4នឹងត្រូវប្រារព្ធនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវវិញម្ដង។